សូមញាតិញោមពុទ្ធបរិស័ទអនុមោទនាបងអនុមោទនាស្ដាប់នៅរឿងនិទានជាដកនៅក្នុងព្រះពុទ្ធសាសនារបស់យើងប្រសាចេញអំពីវត្តសិរីមង្គលទធាយនេះខ្ញុំប្រកាសណាអាននេះហើយដូច្នេះហើយនៅក្នុងឱកាសពេលនេះសូមញាតិញោមតាំងខនិកៈសមាធិចិត្តដើម្បីស្ដាប់នៅរឿងនិទានជាដកទៅតាមកម្ពីទីការបស់ព្រះសម្មាសម្ពុទ្ធដែលបានចែងឬមួយថាគឺជាកម្ពីប្រជុំនិទានជាដកនៅក្នុងព្រះពុទ្ធសាសនាយើងចឹងហើយសូមញាតិញោមតាំងអារម្មណ៍តាំងស្មារតីស្ដាប់នៅរឿងនិទាននេះដើម្បីទុកជាកតាកតិមួយនៅក្នុងជីវិតដើម្បីយើងសិក្សានៅក្នុងផ្លូវព្រះពុទ្ធសាសនាយើងដែលយើងជាអ្នកកាន់ព្រះពុទ្ធសាសនាគួរយល់ដឹងអំពីរឿងផ្សេងៗនៅក្នុងជីវិតរបស់យើងដែលជួបប្រទះក្តីដែលអត់ទាន់ជួបថាក្តីរឿងល្អក្តីអត់ល្អក្តីនេះសូមញាតិញោមពុទ្ធបរិស័ទអនុមោទនារឿងទុក្កតធីតាបាយក្តាំងមួយដុំរបស់ស្ត្រីមានផបមានតម្លៃកាត់ថ្លៃមិនបានការកន្លងទៅហើយមានព្រះសម្មាសម្ពុទ្ធមួយព្រះអង្គទ្រង់គង់នៅក្នុងវត្តវាលវ័នមានត្រកូលមួយនៅក្នុងក្រុងរាជក្រឹសកើតអហិវាទរោគស្លាប់អស់នៅសល់តែកូនស្រីមួយនាងធីតានោះកាលបើមេត្តាបិតាបងប្រុសស្រីស្លាប់អស់ហើយក៏រត់ចុះពីផ្ទះទៅជ្រកកូននៅក្រមសំយ៉ាប់ផ្ទះរបស់ជនដតីមនុស្សទាំងឡាយបានឃើញធីតាកំសត់នោះហើយក៏មានចិត្តមេត្តាករុណាឲ្យបាយកកបាយក្តាំងដែលសល់ពីខ្លួនបរិភោគឲ្យដោះនាងតែរាល់ថ្ងៃមួយព្រះមហាកាសបទេលោកចេញពីនិរោធសមាបត្តិបានរំពឹងពិចារណារកបុគ្គលដែលគួរទៅសង្គ្រោះក៏បាននាងទុក្កតធីតានោះហើយបានជាដោយសពគ្រប់ហើយទើបអាត្មាអញទៅដល់នាងទុក្កតធីតានឹងឲ្យបាយក្តាំងដល់អាត្មាអញពុំខានកាលបើដូច្នោះហើយនាងនឹងបានទៅកើតក្នុងស្ថានសួគ៌ពិតប្រាកដម្យ៉ាងទៀតនាងនោះត្រូវជាមេត្តារបស់អាត្មាអញក្នុងចិត្តជាកម្រិត3រាប់អំពីជាតិនេះតទៅព្រះមហាកាសបទេបានជាដូច្នោះហើយក៏យកបាតនឹងមិនសំដៅទៅទីតីដែលនាងទុក្កតធីតានៅនាអាស្រ័យនោះលំដាប់នោះសកទេវរាជព្រះចៅស្ថានត្រៃត្រឹងបានជ្រាបហេតុ